ជំរាបសួរពុកម៉ែបងប្អូនគ្នាខ្ញុំចង់និយាយរឿងមួយទៀតរឿងតាក់ទងអានេះតាក់ទងនឹងពេទ្យថៃរដងខ្ញុំនិយាយតែពីទឹកចិត្តនិយាយពីបេះដូងខ្ញុំថ្ងៃនេះខ្ញុំនិយាយពីបច្ចេកទេសឲ្យដឹងថាខ្ញុំច្បាស់ខ្លួនឯងដល់កម្រិតណាប្រហែលជា2ឆ្នាំជាងមុនមានគ្រាមួយថៃទៀត2ឆ្នាំជាងពេលហ្នឹងមានអ្នកជំងឺម្នាក់គាត់អ្នកមានណាភាគច្រើនគាត់គ្រួសារគាត់អីឈឺទៅតែពេទ្យដែលលំដាប់នៅស្រុកខ្មែរទៅរយយ៉ាល់ទៅអីចឹងណាហើយដែលគាត់ check សុខភាពគាត់អីប្រហែលគាត់ទៅតែថៃឯងមុនមានសង្គ្រាមថ្ងៃមួយកូនគាត់ឈឺអត់បាត់តែឈឺរ៉ាំរ៉ៃចឹងណាអញ្ចឹងគេចេះណែនាំពេទ្យខ្ញុំពេទ្យចេះណែនាំមកជួបខ្ញុំហើយដល់ពេលថ្ងៃមួយកូនគាត់ឈឺពោះកណ្ដាលយប់កូនស្រីគាត់អាយុប្រហែលជាង10ឆ្នាំគាត់មកជួបពេទ្យខ្ញុំជួបពួកខ្ញុំទាំងយប់ដល់គាត់មកឃើញពេទ្យខ្ញុំវាដូចថាវាកខៀពេទ្យវាមិនទំនើបមិនស្អាតមិនស្តង់ដារទេល្វែងចឹងណាដល់គាត់មកភ្លាមគាត់អត់ទុកចិត្តយើងទី1ខ្ញុំក្មេងទី2ពេទ្យយើងវាចាស់ដល់ហើយគាត់និយាយថងមកថាលោកគ្រូដោយសារកូនខ្ញុំចុកពោះទាំងយប់ឯងឥឡូវហ្នឹងខ្ញុំមកឲ្យតែផុតមកយប់ហ្នឹងស្អែកខ្ញុំទៅថៃឯងអញ្ចឹងខ្ញុំគាត់ថាបាទអញ្ចឹងចាំខ្ញុំពិនិត្យអេកូអីពិនិត្យឈាមពិនិត្យអេកូអីហើយអស់ពួកខ្ញុំក៏ប្រាប់លទ្ធផលគាត់ប្រាប់កូនគាត់ថាឈឺអីមានរូបវិឆ័យអីត្រូវព្យាបាលមិនអីមិនណាដល់ស្អែកឡើងគាត់ត្រូវទៅថៃគាត់សុំចេញទៅថៃគាត់ថាបងកូនបងឈឺបែបនេះដោយសារមូលហេតុនេះឥឡូវខ្ញុំចេញថ្នាំឲ្យបងហើយបងទៅថៃខ្ញុំរៀបឯកសារបងឲ្យស្អាតចាំបងឲ្យពេទ្យថៃមើលហើយគាត់ថាគ្រូមិនបាច់ឲ្យឯកសារអីទេទៅដល់គេមិនមើលទេគេមិនមើលថាបងគេមិនមើលអត់តែឥឡូវខ្ញុំរៀបឯកសារបងឲ្យស្អាតបងយកឯកសារពីខ្ញុំទៅជួបពេទ្យថៃហើយថ្នាំនេះខ្ញុំបើកទុកឲ្យកូនបងខ្ញុំដឹងថាបងមិនទុកចិត្តទេមិនឲ្យហ៊ានឲ្យកូនបងញ៉ាំទេតែថ្នាំនេះខ្ញុំបើកឲ្យបងខ្ញុំអត់គិតលុយទេបងទុកឲ្យពេទ្យថៃមើលដល់ពេលខ្ញុំថាអញ្ចឹងគាត់ក៏អូខេទទួលយកទាំងឯកសារខ្ញុំយកទាំងថ្នាំខ្ញុំទៅជួបពេទ្យថៃពួកគាត់ត្រូវទៅថៃដល់ពេលស្រាប់តែមកទឹកឬ10ថ្ងៃដូចកន្លះខែជាងគាត់ចេញមកវិញគាត់ជួបខ្ញុំថាអូយលោកគ្រូអើយពេទ្យលោកគ្រូមកចត់ឲ្យច្បាស់លាស់ទៅដល់ថៃគេទៅសារឯកសារលោកគ្រូគេមើលហើយគេថាធ្វើរោគវិឆ័យត្រូវថ្នាំឲ្យក៏ល្អហើយគេថាកូនបងឈឺដូចដែលលោកគ្រូនិយាយចឹងហើយឲ្យញ៉ាំថ្នាំលោកគ្រូបន្តទៅគេឲ្យថ្នាំអីទៀតទេឃើញអាហ្នឹងខ្ញុំចង់បញ្ជាក់ពីបច្ចេកទេសនិងភាពច្បាស់លាស់របស់ខ្ញុំរាប់តាំងពីនោះមកគ្រូសាគាត់អីមានបញ្ហាឈឺគឺមករត់តែខ្ញុំរហូតអាហ្នឹងខ្ញុំចង់បញ្ជាក់ពីភាពច្បាស់លាស់ពីបច្ចេកទេសពីភាពច្បាស់លាស់របស់ខ្ញុំណាហើយការពីពេទ្យខ្ញុំនៅសរង12កន្លែងតេស្តចាស់ភិកច្រើនដែលអ្នកស្គាល់ខ្ញុំច្បាស់គេស្គាល់តែប៉ុន្តែបើអ្នកដែលមានក៏អត់ទាន់ស្គាល់ខ្ញុំធ្លាប់មានបងមួយគេណែនាំឲ្យពេទ្យគេចេះណែនាំពេកមកដល់ពេលមកជិះកាត់ជិះឡានកាត់គាត់ឆាត់មកអូយលោកគ្រូពេទ្យលោកគ្រូអត់តំណងខ្ញុំទៅវិញហើយខ្ញុំចង់បានន័យថាពួកខ្ញុំធ្វើការច្បាស់លាស់បច្ចេកទេសច្បាស់លាស់អ្វីទៅប៉ុន្តែកន្លែងតូចតាចមែនប៉ុន្តែពួកខ្ញុំធ្វើការដោយច្បាស់លាស់ដោយទឹកចិត្តហើយជាពិសេសបើអ្នកជំងឺត្រូវទៅជួបពេទ្យគេទៅជួបវៀតណាមទៅជួបថៃជួបអីគឺខ្ញុំអត់ឲ្យគេមើលងាយខ្មែរខ្ញុំចាំកាលពីខ្ញុំនៅធ្វើការខ្ញុំនៅរៀនឆ្នាំទៀបខ្ញុំធ្វើការកាលនោះធ្វើការកន្លែងមួយមានបរទេសបារាំងតែគេ pharmacy បារាំង pharmacy កូនគាត់ឈឺផ្ដាសាយមកដល់គ្រូពេទ្យមួយទៀតកាលនេះអត់តឡើងដុកទ័រគ្រូពេទ្យទៅពិនិត្យគាត់ឲ្យថ្នាំឲ្យអង់ទីយ៉ូទិកឲ្យអុកម៉ងតាំងខបារាំងវាឃើញអុកម៉ងតាំង Are you serious My child have flu you give him augmentin និយាយ augmentin ខ្ញុំគ្រាន់លើវិញនិយាយខ្ញុំងក់មុខចុះមកខ្មាស់គេហើយអញ្ចឹងកាលពីនោះខ្ញុំបដិញ្ញាថាអត់ឲ្យពេទ្យដតីមើលងាយពេទ្យខ្មែរគឺត្រូវធ្វើអីឲ្យច្បាស់លាស់ម៉ត់ចត់ហ្មងអានឹងខ្ញុំមានប៉ុណ្ណឹងអរគុណ